ករណីចោលសាកសពដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងខែកញ្ញាឆ្នាំ2011ភូមិមួយដែលគ្មានប្រទេសប្រជាជនរស់នៅដែលមានកន្លែងចាក់សម្រាមមួយមានខ្យល់ធ្លាក់មករហិលាយឡំនឹងធំក្លិនស្អុយចម្លែកបុរសម្នាក់ឈ្មោះសៀវវាងដោយសារធំក្លិនចម្លែកបុរសឈ្មោះសៀវវាងក៏បានតាមរកប្រភពនៃក្លិននោះក៏បានប្រទះឃើញខ្ទមមួយដែលមានសាកសពឆេះខ្លោចលាយឡំនឹងឈាមប្រឡាក់សៀវវាងមានការភ័យខ្លាចជាខ្លាំងហើយប្រញាប់ទេប្តឹងប៉ូលីសបន្ទាប់ពីបានទទួលពាក្យបណ្ដឹងប៉ូលីសបានយកចិត្តទុកដាក់ខ្លាំងនិងប្រញាប់មកកន្លែងកាត់ហេតុតាមការស្រាវជ្រាវរូបត្ថម្ភបានឲ្យដឹងថាសពស្ត្រីមានកម្ពស់តិចជាង2ម៉ែត្រមានអាយុចន្លោះពី30ឆ្នាំទៅដល់50ឆ្នាំអាចជាប្រជាជននៅក្នុងស្រុកឬជាជនបរទេសមានស្នាមច្របាច់នៅលើកនៅពេលនាងនៅមានជីវិតក្រោយពីស្លាប់ត្រូវបានគេដុតសាកសពចោលនៅទីនោះនេះជាករណីសម្លាប់ហើយចោលសាកសពដើម្បីកំណត់អត្តសញ្ញាណរបស់អ្នកស្លាប់គ្មានអ្វីទាំងអស់ក្រៅពីសម្លៀកបំពាក់អ្នកស្លាប់នៅកន្លែងកាត់ហេតុនិងមានរបស់របរដូចជានំខ្សែនព្រះខែនិងសាច់ក្រកមិនមានអ្វីបញ្ជាក់អត្តសញ្ញាណរបស់គាត់ទេហើយតម្រុយទាំងនេះហាក់គ្មានប្រយោជន៍គ្រូពេទ្យកសលវិច័យគ្មានជំរើសដោយសាកសពត្រូវធ្វើវិភាគទៅលើសាកសពឲ្យបានដឹងថាធ្មេញពីរបស់អ្នកស្លាប់គឺដាក់ធ្មេញដែកមួយសប្តាហ៍ក្រោយមកពេលថ្ងៃត្រង់ប៉ូលីសបានទទួលរបាយការណ៍ពីស្ត្រីម្នាក់បាននិយាយថាមិត្តរួមការងាររបស់នាងម្នាក់ឈ្មោះឌូឃីយ៉ានបានបាត់ខ្លួនកាលពី10ថ្ងៃមុនហើយនាងរៀបរាប់ភិនភាគនិងកម្ពស់មិត្តរួមការងារនាងមានភាពស៊ីសង្វាក់គ្នាក្រោយមកតាមរយៈការស៊ើបអង្កេតក៏បានរកឃើញថាអ្នកស្លាប់ពិតជាស្ត្រីឈ្មោះឌូឃីយ៉ានមែនស្ត្រីឌូឃីយ៉ានបានរស់នៅជាមួយបុរសម្នាក់ឈ្មោះផាំងគួងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធហើយប៉ាំងគួងក៏មានឡានមួយនៅក្នុងឈ្មោះរបស់គាត់ផងដែរប៉ូលីសបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះករណីនេះប៉ាំងគួងក៏មានហេតុផលច្រើនទៀតក្នុងការប្រព្រឹត្តបទល្មើសដែរនិងមានភាពមួយងាយស្រួលនៃការបោះចោលរឿងកាយសពអ្វីដែលកាន់តែមន្ទិលសង្ស័យថែមទៀតមនុស្សពីរនាក់ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបែបនេះហើយអ្វីបានជាឌូបាត់ខ្លួនយូរយ៉ាងនេះហើយប៉ាំងគួងមិនជ្រើសរើសការរាយការណ៍ទៅប៉ូលីសផ្ទុយទៅវិញមិត្តរួមការងាររបស់អ្នកស្រីឌូបានរាយការណ៍ទៅប៉ូលីសទៅវិញកັບកិរិយាដ៏គួរឲ្យសង្ស័យនេះមើលទៅគួរឲ្យសង្ស័យណាស់អំឡុងពេលដែលឌូឃៀងយួនត្រូវបានសម្លាប់លោកប៉ាំងក៏ធ្លាប់បានបាក់ជើងក្នុងគ្រោះថ្នាក់ចរាចរណ៍ហើយនៅតែដេកសម្រាកនៅក្នុងមន្ទីរពេទ្យដូច្នេះគាត់មិនមានសមត្ថភាពប្រព្រឹត្តបទល្មើសនាពេលនោះឡើយដូច្នេះប៉ូលីសបានច្រានចោលគាត់ជាជនសង្ស័យដូច្នេះតើនរណាជាឃាតករភ្លាមនោះប៉ូលីសបានរកឃើញម្ដងទៀតថាឌូឃីយួនមានកូនប្រុសចិញ្ចឹមម្នាក់ឈ្មោះសាគូលិនជាប្រជាជនរបស់ស៊ូគូបានបើកគ្លីនិកថ្មីនៅក្នុងស្រុកចាប់តាំងពីម្ដាយរបស់គាត់បានបាត់ខ្លួនសាគូលិនពិតជាបានបិទគ្លីនិកនិងបានចាក់ចេញពីតំបន់មូលដ្ឋានដែលគាត់កំពុងរស់នៅនិងមានអាកប្បកិរិយាមិនប្រក្រតីខ្លាំងសាគូលិនអង្គុយនៅក្នុងបន្ទប់សួរចម្លើយសាបានទទួលស្គាល់អុក្រិដ្ឋកម្មរបស់ខ្លួនយ៉ាងឆាប់រហ័សនេះបើតាមចម្លើយរបស់សារភាពរបស់ខ្លួនបាននិយាយថាម្ដាយចិញ្ចឹមរបស់គាត់តែងតែដើរលេងសប្បាយនិងផឹកស្រាក្រោយមកខ្លួនមិនអាចមានលទ្ធភាពនឹងចំណាយទៅលើវាបានបន្តទៀតទេហើយឌូឃីយ៉ានបានមកហាងរបស់គាត់វាច្បាស់ណាស់ដោយសារតែហេតុនេះគាត់បានបង្ខំម្ដាយរបស់គាត់ឲ្យទៅឲ្យឆ្ងាយ
រហូតដល់ថ្ងៃកើតហេតុអ្នកទាំងពីរក៏បានជួបគ្នាម្ដងទៀតព្រោះតែរឿងលុយហើយមានការឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងក្នុងអំឡុងពេលឆ្លោះប្រកែកគ្នានោះគាត់ក៏បាត់បង់ម្ចាស់ការហើយក៏យកខ្សែភ្លើងរត់កម្ដាយរបស់គាត់បន្ទាប់មកក៏បានយកសាកសពនោះទុកទៅដុតចោលតែម្ដងនៅពេលនោះផងដែរសាគូលិនក៏បានទទួលទោសតាមច្បាប់